សូមជម្រាបសួរសួស្តីអ្នកនរគ្នានៅក្នុងថ្ងៃនេះយើងសិក្សាអំពីការសន្ទនាចាការសន្ទនាយើងអានថា Theva ចា Theva គឺយើងប្រែថាការសន្ទនាចាអញ្ចឹងនៅក្នុងថ្ងៃនេះគឺមានតួអង្គពីរ Lin ហើយនិង Dani ចាទី1នេះយើងអានថា Lin ណាចាអញ្ចឹងតួអង្គមួយទៀតគឺ Dani ចា Lin គាត់និយាយមុនណាDani 씨는 첫 월급을 받으면 뭘 하실 거예요? 다니 씨는 첫 월급을 받으면 뭘 하실 거예요? 자, 다니 씨. 자, 다니 씨 그 메타 cả nhà Dani ណាចាកញ្ញា Dani តទៅនឿននេះគឺអត់បកប្រែទេនឿននេះជាបកភាសាប្រធានអត់បកទេឆតវល់គឺឆតនេះប្រែថាដំបងណាចាទៅពេលវល់គឺជាប្រាក់ខែចាអញ្ចឹងឆតវល់គឺយើងប្រែថាប្រាក់ខែដំបងមានថាគាត់តំតាចូលធ្វើការទៅបានប្រាក់ខែមុនគេហ្នឹងអាហ្នឹងគេហៅថាឆតវល់ហើយចាអានេះគឺអត់បកទេផាត់ធឺមៀនចាផាត់ធឺមៀននេះគឺមកពីពាក្យផាត់តាចាទទួលផាត់តាបូកនឹងទម្រង់មៀនប៉ះសិនបើចាអញ្ចឹងវាទៅជាផាត់ធឺមៀនចាផាត់ធឺមៀនប៉ះសិនបើទទួលណាចាប៉ះសិនបើទទួលចាម៉លនេះគឺយើងប្រែថាអ្វីណាចាមកពីពាក្យមូអត់បូកណាមូអត់នេះយើងប្រែថាអ្វីនេះគឺអត់បកទេចាអញ្ចឹងវានៅតែអ្វីដដែលទេណាចាអញ្ចឹងម៉លនេះមកពីពាក្យមូអត់ស៊ុលហាស៊ីលនឹងមកពីពាក្យហាស៊ីដាចាមកពីពាក្យហាស៊ីដានឹងមកពីណាចាហាស៊ីដានឹងមកពីពាក្យហាដាបូកនឹងស៊ីនឹងឯងចាហាដាយើងប្រែថាធ្វើហើយស៊ីនេះគឺអត់បកទេណាដើម្បីដូចថាយើងដាក់ពាក្យនិយាយគួរសមណាឲ្យកិរិយាសព្ទនឹងទៅជាកិរិយាសព្ទគួរសមយើងនិយាយគួរសមយើងបូកស៊ីចាអញ្ចឹងហាស៊ីលកាលនេះមកពីពាក្យហាស៊ីដានឹងឯងហើយតម្រង់រីអិលកយេអូចាដែលមកពីតម្រង់រីអិលកដានឹងបកថាដាក់នឹងណាចាបន្តមកយើងបូកយេយោមកតង់ទៀតចាអញ្ចឹងវាទៅជារីអិលកយេយោចាអញ្ចឹងតម្រង់រីអិលកដាយើងប្រែថានឹងចាម៉ូហាស៊ីលកយេអូតើអ្នកនឹងធ្វើអ្វីម៉ូលនេះគឺយើងប្រែថាអ្វីណាចាអញ្ចឹងកន្លែងនេះគេយើងអាចបកបានណាDani 씨는 첫 월급을 받으면 뭘 하실 거예요? Dani ឬក៏កញ្ញា Dani ប៉ុន្តែជាទូទៅយើងហៅធម្មតាយើងមិនបាច់មានកញ្ញាក៏បានដែរគ្រាន់តែដឹងថាតលឹមត្រឡប់កូរ៉េគឺគេហៅមាន C នឹងពីក្រោយប៉ុន្តែពេលបកមិនបាច់បកក៏បានដែរណាចាDani បើសិនបើអ្នកទទួលបានប្រាក់ខែដំបូងណាឬក៏កន្លែងផាត់នេះយើងប្រើជាមួយនឹងប្រាក់ខែយើងអាចបកបាននៃ2ដែរយើងអាចស្មើនឹងពាក្យថាដានងគ្នាវល់គឺថាដាបើកប្រាក់ខែណាចាថាដាវល់គឺបុលថាដាថានេះក៏មានន័យច្រើនដែរប៉ុន្តែកន្លែងនេះយើងបើកយើងបកជាមួយនឹងប្រាក់ខែគឺប្រែថាបើកប្រាក់ខែចាអញ្ចឹងអាពាក្យផាត់តានេះយើងអាចប្រែថាទទួលប្រាក់ខែក៏បានឬក៏បើកប្រាក់ខែក៏បានដែរប៉ុន្តែបើយើងបកតាមន័យចំគឺទទួលប្រាក់ខែណាចាខ្ញុំអត់ចង់បែកឆ្ងាយច្រើនទេចាពួកអ្នកខ្លះគាត់តែរៀនដំបូងអញ្ចឹងគាត់ឆ្ងល់ច្រើនអញ្ចឹងពាក្យគាត់ធ្លាប់ជួបគឺផាត់តាគឺទទួលណាចាអញ្ចឹងខ្ញុំអត់ប្របែកឥឡូវខ្ញុំសូមអត់ប្របែកអត្តន័យច្រើនអញ្ចឹងខ្ញុំបកតាន័យមួយចុះចាអញ្ចឹងឆតវល់គឺពេលផាត់តាទទួលប្រាក់ខែដំបូងចាឆតនេះគឺដំបូងមុនគេណាចាអញ្ចឹងដានីបើសិនបើនេះញ៉ាន់នេះញ៉ាន់នេះចាអញ្ចឹងបើសិនបើអ្នកទទួលបានប្រាក់ខែដំបូងចាឬក៏ពេលញ៉ាន់នេះបកបានមួយទៀតបើសិនបើឬក៏ពេលណាបកបានន័យ2បើសិនបើឬក៏ពេលចាអញ្ចឹងដាននេះបើសិនបើអ្នកទទួលប្រាក់ខែដំបូងឬក៏ពេលអ្នកទទួលបានប្រាក់ខែដំបូងតើអ្នកនឹងធ្វើអ្វីចាអានេះមានថាតើបើសិននៅពេលដែលយើងទទួលបានប្រាក់ខែដំបូងហ្នឹងឥឡូវគាត់មិនទាន់បើទេតែគាត់សួរមុនតើអ្នកនឹងធ្វើអីអ្នកនរគ្នាសំទោសអ្នកនរគ្នានៅពេលដែលយើងបកខ្មែរកុំអោយអាពាក្យខ្លះយើងបកទៅឮពាក្យថាបានអត់ទាន់មានសកម្មភាពមកមិនក៏បកទៅឮបានអ្នកគ្នាកុំអោយគិតអញ្ចឹងណាចុងការពាក្យខ្មែរយើងនិយាយទៅដើម្បីឲ្យន័យស្ដាប់បានវាតែងតែមានពាក្យបាននឹងទៅបីសកម្មភាពហ្នឹងអត់ទាន់កើតឡើងក៏ដោយ
ចាប៉ុន្តែយើងត្រូវគិតមើលលើវិជ្ជាករវិញយើងកុំឲ្យយកអានៃពាក្យយើងនិយាយនេះណាបើសិនយើងផ្ដោតលើអាពាក្យហ្នឹងគឺរៀនអត់សូវយល់អត់សូវចេះទេព្រោះពាក្យខ្មែរយើងទៅពេលយើងនិយាយជួនកាលសកម្មភាពហ្នឹងអត់ទាន់ធ្វើទេណាប៉ុន្តែមានពាក្យបានណាដូចកន្លែងនេះបើសិនបើនៅបើសិនពេលទទួលបានឃើញទេនៅពេលទទួលបានសួរថាទទួលបាននៅមិនទាន់បានផងមិនមានពាក្យបានចាអញ្ចឹងអាហ្នឹងឯងដែលខ្ញុំចង់និយាយណាចាអញ្ចឹងកន្លែងហ្នឹងគឺអ្នកគ្នាត្រូវមើលតាមនេះវិញព្រួយនេះហាមលហាស៊ីកុយនឹងធ្វើអ្វីអានេះចុះតម្រង់អនាគតកាលមានថានឹងនេះមិនតបានធ្វើអីទេអានេះគេគ្រាន់តែសួរថានៅពេលដែលទទួលបានប្រាក់ខែដំបូងតើនឹងធ្វើអីណាប៉ុន្តែសួរគាត់បាននៅគឺអត់ទាន់បានទេណាប៉ុន្តែគ្រាន់ថាពេលយើងបកប្រែខ្មែរវាមានពាក្យបាននៅក្នុងហ្នឹងចាបន្តមកដានីគាត់ឆ្លើយទៅវិញណាចាដានីគាត់ឆ្លើយទៅវិញ먼저 고향에 있는 가족에게 송금을 하고 자 월세를 낼 거예요. 그리고 캄보디아 식당에 가서 고향 친구들한테 한턱 낼 거예요. 한턱 낼 거예요. 린 씨는요? 자, ប្រយោគនេះរឿងវែងប៉ុន្តែនៅពេលដែលអ្នកនរគ្នាបកទៅរៀនអានទៅនិយាយទៅអត់វែងទេប្រយោគហ្នឹងយើងអាចនិយាយបានតែពេលមើលអញ្ចឹងឃើញរឿងវែងណាចាឥឡូវខ្ញុំអានជុំម្ដងទៀត 먼저 고향에 있는 가족에게 송금을 하고 월세를 낼 거예요 ចាខ្ញុំសូមយកមកខណ្ឌហ្នឹងសិនអានេះចាំក្រោយណាចា 먼저 បកថាមុនគេឬក៏ជាដំបូងណាជាដំបូងក៏បានឬក៏បកថាមុនគេក៏បានដែរ 먼저កូហាំងមានថាស្រុកកំណើតចេះស្រុកកំណើតណាកូហាំងតពេល A នេះកន្លែងនេះគឺអត់បកទេចាតពេល it នេះ it នឿននេះមកពីពាក្យ ita បកថានៅវិញណា ita បូកជាមួយនឹងនឿនដែលចា it នេះគឺ ita នេះគឺយើងអត់បកថាមានទេគឺយើងបកថានៅដោយសារតែពីមុខវាគឺមាន a ចានេះពីមុខវាមាន a នេះដែលបើសិនអ្នកនរគ្នាចំណាំតម្រងវិជ្ជករមួយនេះតម្រងវិជ្ជករមួយណាមក a ita នៅកន្លែងណាមួយអ្នកនរគ្នាចង់គិតអញ្ចឹងក៏បានដែរចូលអញ្ចឹងវាស្រួលចាំប៉ុន្តែបើសិនជាអ្នកនរគ្នាអត់ចាំអាតម្រងលើនេះទេ a ita នៅកន្លែងណាមួយអ្នកនរគ្នាចាំពាក្យយកតែម្ដងអ្នកនរគ្នាចំណាំមកខាងមុខនេះនៅពេលខាងមុខវាមាន a ខាងក្រោយ ita នេះអត់បកថាមានទេបកថានៅចាអញ្ចឹងita នេះបកថានៅនឿននេះបកថាដែលចាអញ្ចឹង it នឿនដែលនៅណាស្រុកកំណើតកូហាំងចាអញ្ចឹងដូចអ្នកទៅកូរ៉េអញ្ចឹងកូហាំងគឺនៅស្រុកខ្មែរមែនទេចានៅស្រុកខ្មែរហើយចាព្រោះយើងមានកើតនៅកូរ៉េទេយើងកើតនៅខ្មែរអញ្ចឹងកូហាំងយើងគឺនៅខ្មែរកូហាំងចាតពេលខាជុកគ្រួសារចាគ្រួសារអញ្ចឹង it នឿនខាជុកគ្រួសារដែលនៅណា it នឿនខាជុកគ្រួសារដែលនៅចាអេគេទៅកាន់អេគេយើងប្រែថាទៅកាន់សុងគឹមចាសុងគឹមនេះគឺមកពីនេះសុងគឹមហាដាចាអ៊ុលនេះគឺអត់បកទេអញ្ចឹងតែពេលយើងដាក់អ៊ុលទៅវាញែកវាទៅជាសុងគឹមហានេះចាអញ្ចឹងសុងគឹមមើលហាកូនេះមកពីសុងគឹមហាដាមានហាវេលុយផ្ញើលុយណាសុងគឹមហាដានេះមានន័យថាវេលុយផ្ញើលុយចាអញ្ចឹងនៅពេលកន្លែងអ៊ុលនេះអត់បកទេនៅពេលយើងដាក់អ៊ុលចូលទៅវាត្រូវញែកនាមហើយនឹងកិរិយាសព្ទចាអញ្ចឹងនៅពេលយើងសេជាប់គ្នាអត់មានអ៊ុលរិលនឹងទេពេលដាក់អ៊ុលរិលត្រូវញែកវាចូលកណ្ដាលចាអញ្ចឹងសុងគឹមមើលហាកូកន្លែងនេះមកពីសុងគឹមហាដាមានថាវេលុយទៅពេលកូកន្លែងនេះគឺឈ្នាប់ណាហើយយើងប្រែថាហើយឬក៏បន្ទាប់មកចាហើយឬក៏បន្ទាប់មកទៀតហ្នឹងណាចាអញ្ចឹងកូនេះមិនមែនតម្រង់ហាកូអីណាចាតម្រង់ហាកូផ្សេងណាអរគ្នាមានដែរតម្រង់ហាកូប៉ុន្តែកន្លែងនេះគឺអត់មានតម្រង់ហ្នឹងទេអាហារនេះគឺមកពីហាដាទេណាចាអញ្ចឹងកូនេះបកថាហើយឬក៏បន្ទាប់មកចាអញ្ចឹងយើងបកអាប្រយោគហ្នឹងមុនមកចាប៉ុន្តែកន្លែងនេះវាតមកខាងក្រោយទៀតអញ្ចឹងយើងបកសរុបណាវលសេមានន័យថាថ្លៃចំណាយប្រចាំខែដូចជាថ្លៃបន្ទប់ជួលថ្លៃទឹកថ្លៃភ្លើងវលសេចាអាហ្នឹងគឺដូចថាអ្នកបើសិនជាអ្នកនៅបន្ទប់ជួលគឺអាហ្នឹងចំណាយប្រចាំខែហ្នឹងអាគេហៅថាវលសេហើយណាចារិលនេះគឺអត់បកទេ
nail ក៏យោ neda វល់សេ neda ចំណាយថ្លៃបន្ទប់ជួលណាវល់សេ neda neda នេះគឺមានន័យថាបងឬក៏ចំណាយ neda ចំណាយថ្លៃវល់សេបន្ទប់ជួលចាអញ្ចឹងអាវល់សេនេះគឺការចំណាយប្រចាំខែវល់សេចាវល់សេគឺការចំណាយប្រចាំខែអញ្ចឹងការប្រចាំខែហ្នឹងគឺមានអីគេអ្នកខ្លះគាត់ថ្លៃបន្ទប់ជួលផងថ្លៃទឹកផងថ្លៃភ្លើងផងអញ្ចឹងអាចថ្លៃចំណាយទាំងអស់ប្រចាំខែហ្នឹងគេហៅថាវល់សេណាចាអញ្ចឹង neda គេប្រើជាមួយនឹង neda ណាចាអញ្ចឹងវល់សេ neda ចំណាយថ្លៃប្រចាំខែណាវល់សេ neda ថ្លៃចំណាយថ្លៃប្រចាំខែចាបន្ទាប់មក real ក៏យោចាយើងបូកជាមួយនឹង real ក៏យោចាមកពីតម្រងដើមកដាហ្នឹងបកថានឹងចាអញ្ចឹងនឹងបងចំណាយថ្លៃប្រចាំខែណាចាអញ្ចឹងយើងអាចបកបានហើយមិនចូលកោហាំងឯនឿនខាជុកអីគេសុងគឺមើលហៅគោវល់សេរលណេលកោយោជាដំបងចាយើងបូកអានឹងជាមុនមកចាមុនចយើងបកក្រោយគេក៏បានមុនគេក៏បានដែរណាមុនចហ្នឹងប៉ុន្តែកន្លែងនេះខ្ញុំសាកបកមុនគេណាចាអញ្ចឹងជាដំបងខ្ញុំនឹងចាយើងបូកអាតម្រង real កយោនឹងមុនមកជាដំបងខ្ញុំនឹងបងថ្លៃចំណាយប្រចាំខែហើយបន្ទាប់មកនឹងផ្ញើទៅកាន់គ្រួសារដែលនៅស្រុកកំណើតចាជាដំបងខ្ញុំនឹងបងថ្លៃចំណាយប្រចាំខែហើយបន្ទាប់មកខ្ញុំនឹងផ្ញើទៅកាន់គ្រួសារដែលនៅស្រុកកំណើតចាបន្តមកទៀត Krigo Cambodia 식당에 가서 고향 친구들한테 한턱 낼 거예요. 린 씨는요? 자, 그리고 hơi. 자, 그리고는 có bọ tha hơi đấy, hơi nâng sẽ nó ở mình sợ nó. 자, hơi nâng rồi có hơi. 자, Cambodia 식당 hang Khmer. 자, hang Khmer, hang Pochini Than Khmerណាភោជនីយដ្ឋានមេថាលក់អាហារខ្មែរ Cambodia សិកតាំងពាក្យថាសិកតាំងគឺភោជនីយដ្ឋានឬក៏អាហារដ្ឋាន Cambodia ប្រទេសកម្ពុជាចាអញ្ចឹងកន្លែងនេះយើងអាចបកថាហាងខ្មែរយើងមិនបាច់បកថាហាងប្រទេសកម្ពុជាទេយើងបកថាហាងខ្មែរណាមានថាហាងនឹងលក់ម្ហូបខ្មែរចា A នេះគឺអត់បកទេ A នេះគឺគ្រាន់តែដាក់ពីក្រោយទីកន្លែងទេគឺអត់បកទេខាសចាខាដាមកទៅចាមកពីពាក្យខាដាបូកជាមួយនឹងតម្រងអាសវាមានតម្រងអាអសណាកន្លែងនេះប៉ុន្តែគេយកអាមកប្រើណាដោយសារខាដាប្រើមួយអាចាអញ្ចឹងវាទៅជាខាសតម្រងអាអសនេះគឺយើងប្រែថាបន្ទាប់មកទៀតឬក៏ហើយបន្ទាប់មកឬក៏ហើយណាចាខាសចាអញ្ចឹងវាមកពីពាក្យខាដាបូកនឹងតម្រងអាអសណាយើងប្រែថាបន្ទាប់មកឬក៏ហើយបន្ទាប់មកចាឥឡូវយើងបកឲ្យអស់សិនកោហាំងឈិនគូលទិលកោហាំងឈិនគូទិលកោហាំងយើងដឹងហើយស្រុកកំណើតណាឈិនគូមិត្តភ័ក្តិតែពេលមិត្តភ័ក្តិហ្នឹងវាច្រើនអញ្ចឹងជាពហុវចនៈយើងបុកទិលចូលចាកោហាំងឈិនគូទិលអញ្ចឹងមានថាពួកមិត្តភ័ក្តិស្រុកកំណើតអញ្ចឹងពួកមិត្តភ័ក្តិស្រុកកំណើតហ្នឹងគឺឧទាហរណ៍ថានៅក្រុមហ៊ុនមួយអ្នកគ្នាធ្វើការជាមួយពួករុស្ស៊ីពួកថៃពួកវៀតណាមអញ្ចឹងពេលកោហាំងឈិនគូទិលអានឹងចង់សំដៅមិត្តភ័ក្តិខ្មែរគ្នាឯងណាចាអញ្ចឹងមិត្តភ័ក្តិស្រុកកំណើតហ្នឹងគឺមានថាសំដៅលើមិត្តភ័ក្តិជនជាតិខ្មែរយើងបាទណាចាអញ្ចឹងកោហាំងឈិនគូទិលពួកមិត្តភ័ក្តិនៅស្រុកកំណើតមួយគ្នាឬក៏យើងអាចប្រែថាពួកមិត្តភ័ក្តិខ្មែរដូចគ្នាណាចាអញ្ចឹងកោហាំងឈិនគូទិលអាហ្នឹងបើសិនអ្នកគ្នាចង់ហៅអ្នកធ្វើការមកពីខ្មែរដូចគ្នាហ្នឹងអានគេហៅថាកោហាំងឈិនគូទិលណាចាអាហ្នឹងបើសិនជាមានពហុវចនៈពី2នាក់យើងបុកទិលទៅប៉ុន្តែបើអត់មានទេយើងដកទិលចេញមកកោហាំងឈិនគូមិត្តភ័ក្តិស្រុកកំណើតមានថាមិត្តភ័ក្តិខ្មែរគ្នាឯងណាហាន់ថេទៅកាន់ចាទៅកាន់ហាន់ថេបកថាទៅកាន់ណាចាអញ្ចឹងកោហាំងឈិនគូទិលហាន់ថេទៅកាន់ពួកមិត្តភ័ក្តិស្រុកកំណើតចាហាន់តុកណេលកយចាហាន់តុកហាន់ថកចាហាន់ថកណេដាហាន់ថកណេដាមានន័យថាប៉ាវណាប៉ាវគេញ៉ាំអីហាន់ថកណេដាមានថាប៉ាវដូចថាយើងចេញលុយយើងចេញលុយឲ្យគេហ្នឹងចាហ្នឹងគឺហាន់ថកណេដាបន្ទាប់មកបូកជាមួយនឹងតម្រង real កដាចាអញ្ចឹងហាន់ថកណេលកដាដែលយើងបូកជាមួយនឹងតម្រងនិយាយយកមួយទៀតមក
ចាអញ្ចឹងហាន់ថុកណេលកយីអូនឹងប៉ាវចានឹងប៉ាវឬក៏នឹងចេញលុយណាណាចាអញ្ចឹងកន្លែងហ្នឹងគឺហាន់ថុកណេតាគឺមានន័យថាប៉ាវគេណាប៉ាវគេញ៉ាំបាយហ្នឹងគេប្រើពាក្យហាន់ថុកណេតាចាអញ្ចឹងនឹងប៉ាវមិត្តភ័ក្តិស្រុកកំណើតឬក៏មិត្តភ័ក្តិខ្មែរគ្នាឯងហ្នឹងណាចាឥឡូវយើងបកមកប្រយោគវាទាំងអស់មកគ្រីគូកាំបូឌីយ៉ាសិតាងេខាសកូហាំងឈិនគូទុលហាន់ថេហាន់ថុកណេលកុយយោហើយគ្រីគូហើយខ្ញុំទៅហាងខ្មែរណាហើយខ្ញុំទៅហាងខ្មែរបន្ទាប់មកប៉ាវមិត្តភ័ក្តិនៅស្រុកកំណើតប៉ាវមិត្តភ័ក្តិខ្មែរគ្នាឯងចាយើងបកអញ្ចេះក៏បានដែរប៉ាវមិត្តភ័ក្តិខ្មែរណាចាម្ដងទៀតគ្រីកូណាយើងបកកន្លែងគ្រីកូនឹងមុនមកហើយខ្ញុំទៅនេះសិចតាំងឯខាសនេះខ្ញុំទៅភោជនីយដ្ឋានខ្មែរចាហើយបន្ទាប់មកខ្ញុំចេញលុយឬក៏ខ្ញុំប៉ាវមិត្តភ័ក្តិខ្មែរគ្នាឯងចាកូយ៉ាងឈិនគូអានេះមិនមែនយើងចង់មានន័យថាបើធ្វើការមួយថៃមួយវៀតណាមមិនក៏បែងចែកម៉េះប៉ុន្តែចង់និយាយថានៅពេលយើងនិយាយកូយ៉ាងឈិនគូគឺយើងដើរតែជាមួយមិត្តភ័ក្តិយើងគ្នាឯងណាជាមួយដែលមកពីខ្មែរដូចគ្នាចាអញ្ចឹងអាកន្លែងនេះគឺមានថាគាត់ចំណាយបងចំណាយប្រចាំខែហើយគាត់ផ្ញើទៅគ្រួសារគាត់នៅឯស្រុកហើយបន្ទាប់មកទៀតហើយគាត់នឹងទៅហាងខ្មែរហើយគាត់ប៉ាវមិត្តភ័ក្តិគាត់ញ៉ាំអីចាអញ្ចឹងជាទូទៅនៅពេលដែលបើកលុយមកហើយភាគច្រើនគេទៅធនាគារចាទៅធនាគារអញ្ចឹងនៅពេលដែលបងចំណាយហ្នឹងកន្លែងក្រុមហ៊ុនខ្លះត្រូវចំណាយថ្លៃការស្នាក់នៅអីហ្នឹងអញ្ចឹងអាហ្នឹងគេច្រើនបងតាមកុងតាភាគច្រើនគេអត់សូវហុចលុយទេគេបងតាមកុងវេតាមកុងណាចាអញ្ចឹងនៅពេលដែលយើងផ្ញើទៅផ្ទះមួយគ្រួសារទៅកុងហើយទៅធនាគារហើយអញ្ចឹងយើងបងជាមួយគ្នាតែម្ដងភាគច្រើនគេច្រើនធ្វើអញ្ចឹងពួកអ្នកខ្លះគាត់ជាប់ធ្វើការអត់មានពេលទៅធនាគារទេអញ្ចឹងបានជាទៅផ្ញើហើយគាត់ផ្ញើបងថ្លៃផ្ទះឲ្យគេតែម្ដងហើយបន្ទាប់មកទៀតបន្ទាប់ពីធ្វើការងារនឹងចប់ហើយគាត់ទៅហាងខ្មែរហើយនឹងនេះចំណាយមានថាប៉ាវមិត្តភ័ក្តិគាត់ញ៉ាំអីចាហាន់ថុកណេតាប៉ាវញ៉ាំអ្វីមួយណាចាឬក៏ចេញលុយឲ្យគេហ្នឹងមានថាយើងអ្នកចេញលុយអាហ្នឹងគឺហាន់ថុកណេតាប៉ាវបើយើងនិយាយចំទៅប៉ាវណាចាលីនស៊ីនឿនញ៉ូចាចុះនឿនញ៉ូចុះអ្នកវិញណាចាចុះអ្នកវិញអញ្ចឹងនៅពេលដែលយើងចង់និយាយសួរគេបកទៅវិញបើគេសួរឈ្មោះយើងហើយយើងចង់សួរគេវិញតើអ្នកឈ្មោះអីវិញយើងចង់បកទៅគេវិញយើងប្រើនឿនញ៉ូហ្នឹងលីនស៊ីនឿនញ៉ូចុះលីនវិញចាចុះកញ្ញាលីនវិញចុះលោកលីនវិញចាអញ្ចឹងលីនស៊ីនឿនញ៉ូចាដោយសារតែគាត់ចង់សួរទៅលីនណាអញ្ចឹងគាត់ក៏ដាក់លីនស៊ីនឿនញ៉ូនេះវិញអញ្ចឹងអានេះយើងសួរលីនស៊ីនឿនញ៉ូវិញលុះត្រាតែកន្លែងនេះអានេះដោយសារតែគាត់នឹងអាយុវ័យស្មើគ្នាទេចាអញ្ចឹងអាហ្នឹងគេអាចប្រើលីនគេអាចប្រើ C នឹងចូលបានអាហ្នឹងដោយសារអាយុវ័យស្មើគ្នាគាត់អាចប្រើទម្រង់ C នឹងវិញបានណាប៉ុន្តែបើសិនជាគាត់ជាមនុស្សចាស់ឬក៏មេកាអីគេអត់ប្រើអញ្ចឹងទេគេអាចប្រើសុនបេនីមមុនញ៉ូបើឈ្វាត់គឺជារៀមច្បងណាសុនបេនីមចាសុនបេនីមមុនញ៉ូចុះចំណែករៀមច្បងវិញអញ្ចឹងសុនបេនីមចាអញ្ចឹងគេបូកអ៊ឺនញ៉ូវិញអ៊ឺននឿនអ៊ឺនណាចាអញ្ចឹងកន្លែងនេះគឺដោយសារតែវ័យគាត់ស្មើគ្នាអាយុស្មើគ្នាបានគាត់បកទៅដាក់នឹងចូលវិញបានណាក៏ប្រើ C ទៅវិញណាចាបន្ទាប់មកលីនគាត់ឆ្លើយចាបន្ទាប់មកលីនគាត់ឆ្លើយវិញ저는 휴대 전화를 사고 싶어요 저는 휴대 전화를 사고 싶어요ចា저는ឆនេះគឺយើងប្រែថាខ្ញុំចាតែពេលនឿននេះគឺអត់បកអីណាចាអញ្ចឹងគេអានេះជាបបសពធានចាឆនឿនខ្ញុំឆក៏ខ្ញុំនឿននឹងក៏ខ្ញុំដែរអញ្ចឹងឆនឿននៅតែខ្ញុំដដែលទេហ៊ូតេឆណាទូរស័ព្ទដៃចាហ៊ូតេឆណាទូរស័ព្ទដៃរិលនេះអត់បកទេសាកូស៊ីផយូចាមកពីពាក្យសាដាទិញចាបូកជាមួយនឹងទម្រង់កូស៊ីបតាចាបូកជាមួយនឹងយកមកតង់ទៀតណាចាអញ្ចឹងកូស៊ីបតាយើងដឹងហើយបកថាចង់ចាអញ្ចឹងសាកូស៊ីផយូចង់ទិញ
ចង់ទិញទូរស័ព្ទដៃមួយគ្រឿងខ្ញុំចង់ទិញទូរស័ព្ទដៃមួយគ្រឿងទោះបីក្នុងនេះអត់មានពាក្យមួយគ្រឿងទេប៉ុន្តែទូទៅយើងទិញមួយគ្រឿងប្រើមែនទេចាអញ្ចឹងយើងអាចដាក់មួយពាក្យមួយគ្រឿងនៅក្នុងនឹងបានចាអញ្ចឹងខ្ញុំចង់ទិញទូរស័ព្ទដៃចាយើងអាចបកអញ្ចេះក៏បានឬក៏ខ្ញុំចង់ទិញទូរស័ព្ទដៃមួយគ្រឿងចេះក៏បានដែរចាតើឥឡូវយើងមើលការសន្ទនាយើងម្ដងទៀតណាDani 씨는 첫 월급을 받으면 뭘 할 수 있고요? Dani នៅពេលអ្នកទទួលបានប្រាក់ខែដំបូងតើអ្នកនឹងធ្វើអ្វី 먼저 고향에 있는 가족에게 송금을 하고 월세를 낼 거예요. ជាដំបូងខ្ញុំនឹងបង់ថ្លៃចំណាយប្រចាំខែហើយនឹងផ្ញើទៅកាន់គ្រួសារដែលនៅឯស្រុក 그리고 캄보디아 식당에 가서 고향 친구들한테 한턱 낼 거예요. 린 씨는요? ហើយទៅភោជនីយដ្ឋានខ្មែរបន្ទាប់មកប៉ាវមិត្តភ័ក្តិខ្មែរដូចគ្នាចាចុះលីនវិញ 저는 휴대전화를 사고 싶어요. ខ្ញុំចង់ទិញទូរស័ព្ទដៃមួយគ្រឿងចាអញ្ចឹងน้องនេះការសន្ទនានេះគឺនិយាយអំពីនៅពេលបើកប្រាក់ខែតើនឹងធ្វើអីខ្លះចាអញ្ចឹងនៅក្នុងទម្រង់វិជ្ជករដែលយើងបានរៀននៅក្នុងការសន្ទនានេះគឺមានទម្រង់អ៊ឺមញ៉ាន់ចាទម្រង់អ៊ឺមញ៉ាន់យើងប្រែថាប៉ះសិនបើហើយមួយទៀតទម្រង់រីអលកដានឹងណាចានឹងធ្វើអ្វីមួយទម្រង់មួយទៀតចាទម្រង់ចាទម្រង់អអសចាទម្រង់អសយើងប្រែថាហើយឬក៏បន្ទាប់មកណាហើយឬក៏បន្ទាប់មកទម្រង់កូស៊ីបតាទម្រង់ចង់ណាចឹងចាហើយនៅពេលយើងចង់ប៉ាវអីគេមួយហាន់ថុកណេដាចាហាន់ថុកណេដាពាក្យនេះគឺយើងប្រែថាប៉ាវណាប៉ាវគេញ៉ាំអីហ្នឹងគឺហាន់ថុកណេដាចាប៉ាវចាហើយមួយទៀតចាទម្រង់នឿននឿនណាអ្នកគ្នាដែរហ្នឹងក៏សំខាន់ដែរចានឿនហើយមួយទៀតណាមានមួយទៀតណាចាមានណាអាហ្នឹងក៏សំខាន់ដែរណាអញ្ចឹងកន្លែងប្រយោគខ្លះបកឬមិនបកអ្នកគ្នាមើលតាមអត្ថន័យវាត្រួសទៅយើងអាចដឹងថានឿននិងហ្នឹងគឺបកឬក៏អត់ហើយចាបើបកយើងបកថាដែរឬក៏ដែលបានណាអាស្រ័យលើកាលចាបើអតីតកាលដែលបានអីចឹងទៅចាអញ្ចឹងអស់ហើយអ្នកនរគ្នានៅក្នុងការសន្ទនានេះយើងជួបគ្នានៅសន្ទនាក្រោយបន្តទៀតចាសូមអរគុណដែលបានតាមដានទស្សនាសូមជម្រាបលា